ជំរាបសួរពុកម៉ែបងប្អូនអរគ្នាដោយសារមួយថ្ងៃនេះតាមដានគុំឃើញផ្អើលពីជំងឺផ្ដាសាយគេនិយាយថាផ្ដាសាយថ្មីណាតាមពិតជំងឺផ្ដាសាយធំ influenza ហ្នឹងមិនមែនជាជំងឺថ្មីទេវាជំងឺដែលមានរាប់រយឆ្នាំហើយប៉ុន្តែគេទុំស្គាល់វាប្រហែលជាជិត100ឆ្នាំចុងក្រោយនេះទេហើយខ្ញុំសូមលើកនិយាយពី influenza 2ដែលសំខាន់ៗគឺឆ្លងលើមនុស្សច្រើនគឺ influenza A និង influenza B ជាទូទៅ influenza A វាមិនមែនឆ្លងទៅលើមនុស្សទេសត្វមួយចំនួនក៏វាឆ្លងដែរជាពិសេសសត្វចិញ្ចឹមកូនដែលទៅដោះជ្រូកឆ្កែឆ្មាហើយនិងសត្វបក្សីមួយចំនួនអញ្ចឹងយើងក៏អាចឆ្លង influenza ហ្នឹងហើយឆ្លងទៅសត្វឬក៏នឹងសត្វឆ្លងមកមនុស្សដែរ influenza A ចំពោះ influenza B ឆ្លងទៅលើមនុស្សទេហើយជាទូទៅ influenza នេះវាផ្លាស់ប្ដូររូបរាងរៀងរាល់ឆ្នាំអញ្ចឹងយើងអាចកើតជំងឺហ្នឹងរៀងរាល់ឆ្នាំហើយយើងអាចការពារវាបានតាមរយៈវ៉ាក់សាំងដោយសាររូបរាងវាផ្លាស់ប្ដូររាល់ឆ្នាំយើងវាអាចផ្លាស់ប្ដូរឆ្លងរាល់ឆ្នាំអញ្ចឹងដើម្បីការពារវាយើងត្រូវចាក់វ៉ាក់សាំងរាល់ឆ្នាំហើយខ្ញុំសូមបញ្យល់លម្អិតពីវ៉ាក់សាំងបន្តិចជាទូទៅវ៉ាក់សាំងហ្នឹងខ្ញុំណែនាំមកចាក់វ៉ាក់សាំងវ៉ាក់ស៊ីគ្រីបហ្នឹងតាមពិតវ៉ាក់ស៊ីគ្រីបតេត្រាវាការពារ influenza 4មុខទាំង A B C D តែខ្ញុំលើកនិយាយតែ A B ទេវាមាន C D ទៀតវាការពារទាំង A B C D ហើយជាទូទៅខ្ញុំអាសាបានសំណួរកាលពីខ្ញុំនៅធ្វើគ្រូពេទ្យណាខ្ញុំអាសាបានសំណួរថាខ្ញុំខែហ្នឹងចាក់លើហួសថ្ងៃឯងចាក់បានអត់តាមពិតវ៉ាក់សាំងហ្នឹងវាមិនមែនថាហួសថ្ងៃឬមិនហួសថ្ងៃទេឧទាហរណ៍ថាយើងចាក់ឆ្នាំមុនយើងចាក់ខែ7យើងការពារជាទូទៅការពារបាន6ខែទៅ8ខែតែខ្ញុំនិយាយថាការពារបានមួយឆ្នាំចុះអញ្ចឹងយើងចាក់ខែ7ស្រាប់តែឆ្នាំក្រោយផ្ទុះផ្លាសាយធំនៅខែ4ខែ5អញ្ចឹងយើងចាំដល់ខែ7មកចាំដល់ខែ7ចុះចាក់អញ្ចឹងយើងឆ្លងបាត់ហើយអញ្ចឹងវាតាមស្ថានភាពអញ្ចឹងមួយខែក្រោយផ្ទុះវ៉ាក់សាំងនឹងផ្ទុះជំងឺនឹងខែ4ខែ5យើងចាក់ឲ្យទៅហើយសួរថាតើវ៉ាក់សាំងនឹងអាចចាក់ពីអាយុប្រមាណវ៉ាក់ស៊ីគ្រីបតេត្រាហ្នឹងយើងអាចចាក់ពីអាយុ6ខែឡើងទៅពីក្មេង6ខែអាចចាក់បានដែរប៉ុន្តែគ្រាន់តែក្មេងពីអាយុ6ខែដល់9ឆ្នាំបើក៏អត់ដែរចាក់សោះចាក់លើកដំបូងផុតទៅចាក់2ដងចាក់លើកទី1ម្ដងហើយលើកទី2យ៉ាងតិច28ថ្ងៃក្រោយឬអាចនិយាយថាមួយខែក្រោយបន្ទាប់ពីលើកទី1ប៉ុន្តែឆ្នាំក្រោយយើងចង់ការពារទៀតយើងចាក់ទៀតទៅហើយជាទូទៅដូចខ្ញុំនិយាយមុនអញ្ចឹងចាក់ម្ដងការពារបានតែ6ខែទៅ8ខែទេហើយមួយទៀតករណីដែលឧទាហរណ៍ថាសមាជិកក្នុងផ្ទះយើងមានអ្នកកើតឆ្លងផ្ដាសាយធំ A ឬ B ឬទាំង A ទាំង B នៅពេលនោះសមាជិកផ្សេងទៀតឆ្នាំហ្នឹងអត់ទាន់ឈឺទេឥឡូវហ្នឹងខ្ញុំនិយាយអញ្ចឹងដោយសារអីដោយសារបើឆ្នាំហ្នឹងគាត់ឈឺហើយបើគាត់អត់អាចឆ្លងទៀតទេតោះឆ្នាំក្រោយមិនអាចឆ្លងម្ដងទៀតអញ្ចឹងបើសមាជិកផ្សេងទៀតអត់ទាន់ឈឺទេហើយនឹងអត់ទាន់បានចាក់វ៉ាក់សាំងបើន័យថាគាត់ប្រឈមមុខខ្ពស់ណាស់នឹងឆ្លង influenza នៅពេលដែលឆ្លងអានឹងវាធ្វើទុកខ្លាំងក្តៅខ្លួនឈឺក្បាលក្អកដាសាយហៀសវ៉ោហើយនឹងប្រឈមទៅបញ្ហាធ្ងន់ខ្ញុំគ្រាន់និយាយថាប្រឈមអាចទៅលាកសួរបេះដូងលាកសួរខួរក្បាលលាកសួតលាកអីអាចមានបញ្ហាអាយុជីវិតក៏មានដែរអញ្ចឹងនៅពេលដែលសមាជិកក្នុងផ្ទះមួយគាត់មានជំងឺឈឺអញ្ចឹងសមាជិកផ្សេងទៀតត្រូវធ្វើដូចម្ដេចទី1អាចធ្វើបញ្ញាប់ចាក់វ៉ាក់សាំងឲ្យបានលឿនហើយអាចការពារបានខ្លះដែរទី2ក្នុងហ្នឹងគ្រូពេទ្យអាចនឹងណែនាំឲ្យប្រើថ្នាំតាមីហ្វ្លូថាញ៉ាំការពារតែត្រូវញ៉ាំរយៈពេល10ថ្ងៃគឺយើងញ៉ាំការពារមានប្រសិទ្ធភាពដែរហើយឥឡូវហ្នឹងខ្ញុំណែនាំដែរនៅពេលដែលក្អកដាស់សាយអីហ្នឹងទៅពេលពិនិត្យបានត្រឹមត្រូវឧទាហរណ៍ថានៅយើងឧទាហរណ៍ថាជា influenza A ឬ B យើងទៅផ្សំថ្នាំប្រេះផ្ដាស់អាហ្នឹងអត់តម្រូវញ៉ាំថ្នាំផ្សះទេអ្នកខ្លះគាត់ទៅផ្សំទៅគេឲ្យថ្នាំផ្សះហើយខ្លះទៀតឲ្យថ្នាំ steroid វាប្រឈមធ្វើឲ្យជំងឺហ្នឹងកាន់តែធ្ងន់ធ្ងរឡើងហើយខ្ញុំណែនាំអានេះអាចនិយាយថាសម្រាប់គ្រូពេទ្យផងដែរគឺនៅពេលដែលយើងធ្វើរោគវិនិច្ឆ័យបានលឿនមុន72ម៉ោងយើងដឹងថា influenza យើងឲ្យអ្នកជំងឺហូបតាមីហ្វ្លូប្រូលសេតាមីវាគឺវាមានប្រសិទ្ធភាពខ្ពស់កាត់បន្ថយហានិភ័យកាត់បន្ថយ complication កាត់បន្ថយអាការៈមួយចំនួនដែលជាពិសេសក្អកនឹងហ្មងបើយើងបានញ៉ាំតាមីហ្វ្លូទាន់ពេលវេលានៅពេលដែលជាទៅកម្រដែលក្អកយូរបើយើងអត់បានញ៉ាំអាចនឹងក្អកយូរអ្នកខ្លះអាចក្អកមួយអាទិត្យពីរអាទិត្យក៏មានដែរអញ្ចឹងអ្វីដែលជាការណែនាំចុងក្រោយគូបងប្អូនគូនងគ្នាចាក់វ៉ាក់សាំងទៅបានរាល់ឆ្នាំទៅហើយគឺរាល់ឆ្នាំ influenza ហ្នឹងជំងឺដែលមានច្រើនជាងគេបំផុត influenza ហ្នឹង A B គ្រុនឈាម typhoid fever គ្រុនពោះវៀន Enteric fever គឺច្រើនឆ្លងច្រើនរៀងរាល់ឆ្នាំជា influenza ហ្នឹងគឺរៀងរាល់ឆ្នាំ